សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើសបកគៀវដោយខ្លួនឯងងាយស្រួលធ្វើមែនតើសបកគៀវនេះយើងគ្រាន់តែមានម្សៅមីម្សៅឆាហើយនឹងទឹកអំបិលបន្តិចមកជាការស្រេចដំបូងឡើយនេះគឺខ្ញុំប្រើម្សៅមីហ្នឹង250ក្រាមទឹកហ្នឹង120 ml ប៉ុន្តែខ្ញុំដាក់អស់ហើយគឺដាក់នៅសល់បន្តិចហើយនឹងម្សៅឆាពេលដែលយើងលាយជាមួយយើងលាយម្សៅមីនិងទឹកហើយគឺយើងដាក់ម្សៅឆាបន្តិចទៅដើម្បីឲ្យយើងងាយស្រួលក្នុងការឆ្លីវាឲ្យចូលសព្វគ្នាដើម្បីកុំឲ្យវាជាប់ដៃយើងត្រូវការប្រើម្សៅឆាហើយតបមកយើងឆ្លីសព្វហើយគឺយើងត្រូវការវេចខ្ចប់វាច្រកថង់ទុកផ្អាប់រយៈពេល40នាទីតទៅពីយើងខ្ចប់ទុកវា40នាទីហើយគឺយើងយកវាចេញមកគឺយើងឆ្លីវាម្ដងទៀតដើម្បីវាចូលសព្វល្អយើងឆ្លីទៅនៅវាចូលសព្វល្អហើយយើងធ្វើវារៀងទៅវែងមកដើម្បីងាយស្រួលក្នុងការកាត់យើងឆ្លីវារៀងទៅវែងបែបនេះមកគឺមើលសាច់ម្សៅយើងគឺម៉ត់ល្អមែនតើយើងកាត់វាជាដុំតូចដើម្បីងាយស្រួលក្នុងការយើងលុញវារៀងមូលមកដើម្បីងាយស្រួលក្នុងការខ្ចប់គៀវនិយាយទៅគឺសបកគៀវនេះគឺធ្វើទៅគឺត្រូវល្មមហ្មងរូបមន្តដែលប្រាប់ខាងលើហ្នឹងហើយទុនល្មមឆ្ងាញ់មែនតើពេលដែលយើងធ្វើឆ្អិនណាវាអត់ទុនពេកវាអត់រឹងពេកគឺទឹកហ្នឹងម្សៅហ្នឹងគឺល្មមត្រូវគ្នាហ្មងហើយធ្វើស្រួលមែនតើបងសបកគៀវនេះហ៎យើងធ្វើភ្លាមយើងញ៉ាំបានភ្លាមហ្មងយើងធ្វើភ្លាមញ៉ាំភ្លាមគឺល្អជាងយើងធ្វើតុកហើយធ្វើមួយផ្លែតទេគឺងាយស្រួលធ្វើមែនតើចឹងបងប្អូនតណែនតែអាចធ្វើញ៉ាំខ្លួនឯងបានគឺងាយស្រួលធ្វើមែនតើចឹងធ្វើវារៀងឲ្យមូលចឹងមកហើយកុំឲ្យស្ដាងពេកហើយក៏កុំក្រាស់ពេកមកល្មមដែលយើងអាចទៅខ្ចប់គៀវបានអានេះគឺខ្ញុំធ្វើហើយខ្ញុំបានដាក់ស្ងោរហើយខ្ញុំស្ងោរជាមួយនឹងស្លឹកងប់ឈ្ងុយឆ្ងាញ់មែនតើអរគុណចាបងប្អូន